សួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះអ្នកគ្រូនឹងលើកយកមេរៀនតាក់ទងនឹងថ្នាក់ទី7គឺត្រង់មេរៀនទី7ចំណុច 1.3 ម៉ាស់អញ្ចឹងប្រតិបត្តិនៅក្នុងទំព័រទី76អញ្ចឹងបងប្អូនមើលទាំងអស់គ្នាចាគេថ្លឹងដំឡូងជ្វាមួយបាវដោយចិញ្ចីងប៉ង់គេប្រើកូនចិញ្ចីង2គីឡូក្រាម2គីឡូក្រាម5ហិកតូក្រាម2ហិកតូក្រាម2ដេកាក្រាមនិង1ដេកាក្រាមរោគម៉ាស់នៃដំឡូងជ្វាបើសម្បកបាវមានម៉ាស់ 1.5 គីឡូក្រាមហើយគេថ្លឹងដោយចិញ្ចីងប៉ង់ដោយដាក់លើថាសមួយនៅកូនចិញ្ចីងដែលមានម៉ាស់ស្មើនឹង1/10នៃម៉ាស់វត្ថុថ្លឹងចាអញ្ចឹងកាលណាគេប្រាប់មានន័យថាគេដឹងថាដំឡូងជ្វាហ្នឹងគឺមានទាំងអស់មួយបាវប៉ុន្តែគេប្រើកូនចិញ្ចីងហ្នឹងប្រភេទផ្សេងគ្នាទាំងអស់មានកូនចិញ្ចីង6ផ្សេងគ្នាចាអញ្ចឹងទាំងអស់6ហ្នឹងគឺយើងមើលវាមានຂະຫນាត់ត្រូវគ្នា2ខុសអញ្ចឹងក្រៅហ្នឹងខុសគ្នាអញ្ចឹងមានន័យថាអានេះຂະຫນាត់គីឡូក្រាមនេះហិកតូក្រាមនេះដេកាក្រាមអញ្ចឹងកាលណាຂະຫນាត់ខុសគ្នាបែបហ្នឹងទី1យើងត្រូវបដូរຂະຫນាត់ឲ្យត្រូវគ្នាទៀតដើម្បីយើងរកម៉ាស់នៃកូនចិញ្ចីងទាំងនោះបានចាតោះអញ្ចឹងដើម្បីយើងរកអាហ្នឹងឃើញដំបងយើងមើលសមត្ថកម្មគេប្រាប់សិនគេប្រាប់កូនចិញ្ចីងបន្ទាប់មកគេប្រាប់អីទៀតចាគេប្រាប់សម្បកបាវមានប៉ុន្មានមានម៉ាស់គឺ 1.5 គីឡូក្រាមម៉ាស់ហ្នឹងសំដៅទៅលើទម្ងន់ដែលយើងភាសាសាមញ្ញដែលយើងច្រើននិយាយគឺថាទម្ងន់តែក្នុងនេះគេប្រើពាក្យម៉ាស់តោះដោយដាក់លើថាសមួយនៅកូនចិញ្ចីងដែលមានម៉ាស់ស្មើនឹង1/10នៃម៉ាស់វត្ថុថ្លឹងអញ្ចឹងមានន័យថាគេដាក់លើថាសមួយនៅកូនចិញ្ចីងដែលមានម៉ាស់ស្មើនឹង1/10នៃម៉ាស់វត្ថុថ្លឹង1/10មានន័យថាម៉េចមានន័យថាបើកូនចិញ្ចីងមួយដុំហ្នឹងវាត្រូវស្មើនឹងនៃម៉ាស់ហ្នឹងប្រមាណដងគឺ10ដងនៃម៉ាស់វត្ថុហ្នឹងយល់ទេបងប្អូនចាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងដោះស្រាយទាំងអស់គ្នាតោះឥឡូវយើងមកមើលវិធីដោះស្រាយចាអញ្ចឹងទីយើងដឹងថាគោលបំណងដែលគេចង់រកហ្នឹងគឺគេរកអីរកម៉ាស់នៃដំឡូងជ្វាអញ្ចឹងដើម្បីរកម៉ាស់នៃដំឡូងជ្វាបានយើងត្រូវរកអីមុនអូនចាយើងត្រូវរកម៉ាស់នៃកូនចេញជីងចាអញ្ចឹងយើងរកម៉ាស់នៃ